เตียนี้ទំហំ4 ម៉ែត្រគុណនឹង6 ម៉ែត្រជាប្រភេទផ្ទះខ្ពស់នេះជាការកំងរបស់បងស្រីនៅខាងកំរៀងភ្នំព្រឹកឥឡូវនេះក្រុមការងារខាងផ្ទះចល័ត Stock Center យើងខ្ញុំបានរៀបចំរួចរាល់ហើយប្រភេទផ្ទះដែលមានទំហំ4 ម៉ែត្រគុណនឹង6 ម៉ែត្រជាប្រភេទផ្ទះខ្ពស់នេះតម្លៃរបស់វា7700បងប្អូន7700នឹងបងប្អូនបានមកកាផ្លេទាំងអស់តាំងពីជើងតាំងពីចដាប្រព័ន្ធភ្លើងអីនិងសេវាដឹកអីអត់មានគិតលុយគិតកាក់អីទេគឺមកកាផ្លេទាំងអស់បងប្អូនតែប្រភេទផ្ទះខ្ពស់បងប្អូនត្រូវមានថ្ម2គីបសាច់2គីបស៊ីម៉ង 8B សម្រាប់ខ្ញុំធ្វើគ្រឹះក្រោមឲ្យបងប្អូនមើលឃើញផ្ទះនឹងស្អាតអត់បងប្អូនបើបងប្អូនឃើញស្អាតបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងចំពោះប្រភេទផ្ទះខ្ពស់ជាទូទៅយើងធ្វើជាលក្ខណៈចរាកាច់ហ៎បងប្អូនយើងធ្វើជាលក្ខណៈចរាកាច់ហើយយើងឡើងពីចរាកាច់ហ្នឹងទៅដល់វេរ៉ង់ដាហ្នឹងបងប្អូនចង់បាន1 ម៉ែត្រ1 ម៉ែត្រកន្លះ2 ម៉ែត្រអានឹងស៊ីសងលើបងប្អូនស្រឡាញ់ទេហើយចំពោះឈើដែលខាងផ្ទះចល័តសុកសេងថៅយើងខ្ញុំធ្វើជូនអតិថិជនគឺប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនគឺប្រើគ្រឿងអនុកអនោមទួងផ្លានបកង់ដែរណៃប្រើស្លៅក្តារក្រានជាងពីដានប្រើសក្រំហើយក្តារក្តានជាងហ្នឹងលោកញីឈ្មោះអត់មានចំហអត់មានប្រហោងអីទេអញ្ចឹងខ្ញុំនាំបងប្អូនទៅមើលផ្នែកខាងលើនៃប្រភេទផ្ទះដែលមានទំហំ4 ម៉ែត្រគុណនឹង6 ម៉ែត្រនេះទាំងអស់គ្នាបងប្អូនយើងឡើងពីចដាកាច់ហ្នឹងទៅយើងទៅជួបនឹងវេរ៉ង់ដាហ្នឹងគឺបងស្រីគាត់កំងយកទំហំរបស់វាតាម1 ម៉ែត្រទេហើយ1 ម៉ែត្រគុណនឹង4 ម៉ែត្រនៅលើវេរ៉ង់ដាហ្នឹងគឺយើងមានកៅអីមួយអង្គុយលេងមួយបងប្អូនសម្រាប់អង្គុយលេងមើលទេសភាពដាក់តុហូបកាហ្វេហូបអីពេលព្រឹកពេលអីចឹងទៅហើយយើងចូលពីវេរ៉ង់ដាហ្នឹងមកគឺមានសាច់បន្ទប់ហ្នឹងគឺទំហំរបស់វា4 ម៉ែត្រគុណនឹង5 ម៉ែត្របងស្រីគាត់យកវេរ៉ង់ដាតាម1 ម៉ែត្រអញ្ចឹងនៅសល់សាច់ខាងក្នុងហ្នឹង4 ម៉ែត្រគុណនឹង5 ម៉ែត្រហើយបងស្រីក៏អត់យកទ្វារក្រោយទេបងប្អូនព្រោះអីគាត់អត់ចង់តទៅផ្នែកខាងក្រោយទៀតអញ្ចឹងគាត់យកបិទចិត្តតែបើសិនជាបងប្អូនមានបំណងចង់ធ្វើបន្ទប់ទឹកតទៅផ្នែកខាងក្រោយអីបងប្អូនប្រាប់ខាងផ្ទះចល័តសុកសេងថៅយើងខ្ញុំមកខ្ញុំទុកទ្វារក្រោយមួយសម្រាប់ឲ្យបងប្អូនតបន្ទប់ទឹកទៅផ្នែកខាងក្រោយទៀតបើសិនជាបងប្អូនអត់ចង់តទៅក្រោយទេយើងចង់ដាក់ក៏បានមិនបាច់ដាក់ក៏បានណាអានឹងស៊ីសងលើម្ចាស់ហើយប្រអួចរបស់យើងមានចម្រឹងជាលក្ខណៈប្រអួចកញ្ចក់បងប្អូនជាលក្ខណៈប្រអួចកញ្ចក់ចឹងមិនមានអីទៀតទេបងប្អូនមានតែប៉ុណ្្នឹងទេបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបាទសូមអរគុណសូមជម្រាបលា